Bon này đây sửa lành này mình miền tây tại sao là không chọn Islam. Assalamualaikum warahmatullahi wabarakatuh. Alhamdulillah សម្រាប់ថ្ងៃនេះមូលីម៉ាមានប្រធានបទមួយដែលនឹងនិយាយតាក់ទងទៅជាមួយនឹងពិធីបុណ្យនៅថ្ងៃស្អែកនេះនោះគឺថ្ងៃទី14ខែកុម្ភៈឆ្នាំ2026តាក់ទងជាមួយនឹងថ្ងៃ14កុម្ភៈជាដំបូងមូលីម៉ាសូមអាននៅសេចក្តីណែនាំតាក់ទងជាមួយនឹងការណែនាំពីក្រសួងអប់រំយុវជននិងកីឡាដូច្នេះសូមសិក្សានៅសាស្ត្រទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់Bismillahirrahmanirrahim សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្រសួងអប់រំយុវជននិងកីឡាបានសង្កេតឃើញថាសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថាថ្ងៃ14កុម្ភៈជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយ៉ាងទេយុវជនមួយចំនួនតូចបាននឹងកំពុងផ្លិតផ្លើនភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គលនិងក្រុមគ្រួសារដោយប្រឆាចវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្រសួងអប់រំយុវជននិងកីឡាសូមធ្វើការណែនាំដូចតទៅ1ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ដល់សិស្សានុសិស្សឲ្យបានទូលំទូលាយគ្រប់មធ្យោបាយនិងគ្រប់រូបភាពដើម្បីជៀសវាងការយល់ច្រឡំដែលនាំឲ្យប្រឆាចវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរ2ត្រូវពង្រឹងការអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ3ត្រូវបញ្ជ្រាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ4ត្រូវតាក់ទងជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្សនិងសហគមន៍ដើម្បីផ្ដល់និងទទួលព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី5ត្រូវរួមសហការគ្នាទប់ស្កាត់អប់រំណែនាំនិងកែលម្អឲ្យបានទាន់ពេលវេលាទទួលបានសេចក្តីណែនាំនេះមន្ត្រីអប់រំយុវជននិងកីឡារាជធានីខេត្តគណៈគ្រប់គ្រងសាលារៀននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់អរសិស្សានុសិស្សជាទីស្រឡាញ់បន្ទាប់ពីពួកយើងបានស្ដាប់ការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាស្ដីអំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់រួចមកឥឡូវនេះសូមពួកយើងក្រឡេកមកមើលទស្សនៈរបស់សាសនាអ៊ីស្លាមវិញម្ដងថាតើអ៊ីស្លាមមានទស្សនៈយ៉ាងដូចម្ដេចចំពោះរឿងនេះ1បណ្ឌនៃក្តីស្រឡាញ់នេះមិនមានតតែសោះនៅក្នុងច្បាប់អ៊ីស្លាមអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានព្រះបន្ទូលថាអអ៊ូឌុប៊ីលឡាហ៊ីមីនស្សៃតានីររ៉ជីមលីគុលលិនជអលណាមីនគុំឈីរអតវ៉ាមីនហាជាដែលមានន័យថារាល់ប្រជាជាតិក្នុងចំណោមពួកនេះយើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់2ពិធីបុណ្យនេះគឺផ្ទុយអំពីអ៊ីស្លាមទាំងស្រុងរ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាមិនតឆាប់បាហាប៊ីកោមីនហ្វហ៊ូវ៉ាមីនហ៊ុមមានន័យថានរណាហើយដែលធ្វើតាមក្រុមណាមួយគេនឹងស្ថិតនៅក្នុងចំណោមក្រុមនោះ3ពិធីបុណ្យនេះនឹងបង្កើតឲ្យមានឱកាសក្នុងការផ្សព្វផ្សាយនៅអំពើអសិលធម៌និងអំពើអាក្រក់ដូចជាការលាយឡំគ្នារវាងស្រីនិងប្រុសការតុបតែងខ្លួនដែលមិនត្រឹមត្រូវនិងការមានទំនាក់ទំនងដែលខុសពីច្បាប់អ៊ីស្លាមដោយមូលហេតុដែលបានរៀបរាប់ខាងលើយុវជនអ៊ីស្លាមយើងទាំងស្រីទាំងប្រុសត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនចំពោះពិធីបុណ្យនេះព្រោះវាជាឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកខ្លួនយើងដោយធ្វើឲ្យយើងប្រព្រឹត្តនៅប្រការទោសាខូចកេរ្តិ៍ឈ្មោះនិងបរាជ័យនៅក្នុងវិស័យសិក្សានិងការងារជាចុងបញ្ចប់យើងត្រូវអរគុណទៅចំពោះអល់ឡោះដែលទ្រង់បានរៀបចំច្បាប់ដ៏ល្អនិងត្រឹមត្រូវសម្រាប់ការរស់នៅរបស់ពួកយើងហើយមកក៏សង្ឃឹមថាពួកយើងទាំងអស់គ្នានឹងដើរតាមមាគ៌ារបស់អល់ឡោះឲ្យបានល្អដើម្បីឲ្យពួកយើងទទួលជោគជ័យទាំងក្នុងទុនយ៉ានិងថ្ងៃអាខិរ៉ាត់វ៉ាប៊ីលឡាហ៊ីតោហ្វិកវ៉ាលហ៊ីដាយ៉ាវ៉ាស្សាឡាមុអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍